លើផ្ដល់តម្លៃឲ្យអ្នកសារព័ត៌មានឯករាជ្យឡើងវិញហើយនេះគឺជាទិវាពិភពលោកស្ដីអំពីសារៈសំខាន់នៃសារព័ត៌មានឯករាជ្យឈប់ធ្វើទុកបុកម្នេញអ្នកសារព័ត៌មានព្រោះលោកគុយតែរ៉េនិយាយថាពេលដែលគ្មានអ្នកសារព័ត៌មានឯករាជ្យគឺយើងអត់មានសម្លេងទេហើយតែអត់មានសម្លេងគឺបានន័យថាយើងគ្មានប្រជាធិបតេយ្យគ្មានសិទ្ធិមនុស្សគ្មានអីទេអញ្ចឹងសូមឲ្យរដ្ឋាភិបាលទាំងអស់នៅពិភពលោករួមទាំងរដ្ឋាភិបាលកម្ពុជាគិតឡើងវិញអំពីការធ្វើទុកបុកម្នេញសារព័ត៌មានឯករាជ្យហើយត្រូវរកយន្តការដើម្បីឲ្យពួកគាត់ផ្សព្វផ្សាយព័ត៌មានឯករាជ្យឡើងវិញប៉ុន្តែបើរំលាយខ្ទេចខ្ទីអស់ហើយឥឡូវហ្នឹងបាក់ស្បាតគ្រប់គ្នាហើយគ្មានអ្នកណាសូម្បីតែមនុស្សនៅក្នុងជួរគណៈបកកម្ពុជាឬប្រជាជនហើយរដ្ឋាភិបាលអត់ទាំងហ៊ាននិយាយអីផងអត់ហ៊ានផ្សាយអីផងហ្នឹងហើយតើយើងបានស្អីគេបានព័ត៌មានអីឥឡូវហើយដល់អត់មានព័ត៌មានតើយើងសម្រេចអីខ្ញុំចង់បានថាព័ត៌មានបង្អែមលៀងមាត់របស់ខ្ញុំហ្នឹងគឺចេះតែជួយបានជាបង្អែមលៀងមាត់មិនដឹងទឹកនោមផ្អែមគ្រប់គ្នាហើយដឹងព្រោះបងប្អូន25លានអ្នកឯងនៅ25លាន views ហើយនៅស្រុកខ្មែរនិងស្រុកក្រៅហ្នឹងដែលមើលវីដេអូខ្ញុំបង្អែមលៀងមាត់រាល់យប់ហ្នឹងប្រហែលជាទឹកនោមផ្អែមគ្រប់គ្នាខ្ញុំសូមអធិស្ឋានប៉ុន្តែវាទៅចិត្តពេកតែចេះចង់បំពេញបន្ថែមណាសង្ឃឹមថានៅពេលដែលមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទៅខ្ញុំអាចធ្វើរឿងអីបានប្រសើរជាងនេះតែខ្ញុំអត់ឈប់ផ្សាយទេបងប្អូនចេះតែភ័យថាតិចឈប់ទៅអាស៊ីសេរីទូរទស្សន៍អីគេបើកតិចឈប់អត់ឈប់ទេបង្អែមលៀងមាត់នេះនឹងបើកជានិច្ចនិរន្តរ៍ដរាបណាខ្ញុំនៅមានដង្ហើមដកបាទហើយខ្ញុំស្លេះពីរឿងដូចចិត្តទេសំទោសគូតែរ៉េសអង់តូញ៉ូគូតែរ៉េសកាលការសាជានិយាយពីទិវាពីសេរីភាពសារព័ត៌មាននិងសារៈសំខាន់នៃសារៈសារព័ត៌មានឯករាជ្យខ្ញុំចូលដល់រឿងស្រូវចុះថ្លៃនេះហើយបងប្អូនអារឿងស្រូវចុះថ្លៃដូចអត់មានតែលឺឥឡូវផងខ្ញុំលឺ30ឆ្នាំជាងហ្នឹងតាំងពីខ្ញុំកើតមកឥឡូវខ្ញុំអាយុ40ឆ្នាំជាងនិយាយទៅលឺ40តែបើយើងធំដឹងក្តីពេលដែលចូលចិត្តនយោបាយតាំងពីអាយុ13ឆ្នាំមកនិយាយទៅអញ្ចឹងបានន័យថាម៉ាន37ឆ្នាំហើយរឿងហ្នឹងដដែលអញ្ចឹងទេនិយាយទៅគឺខ្ញុំដឹងក្តីគឺចាប់តាំងពីលោកហ៊ុនសែនឡើងកាន់អំណាចមករឿងហ្នឹងនៅដដែលតែរឿងស្រូវធ្លាក់ថ្លៃគ្មានទីផ្សារកសិករររឿងហើយក្រសួងចេះតែអត់ដឹងថារឿងហ្នឹងត្រូវធ្វើយ៉ាងម៉េចមិនដឹងទៅចាប់ពីចំណុចណាមួយឥឡូវនេះខ្ញុំឃើញសារពេញបណ្ដាញសង្គម Facebook អត់ផុតសោះប្រធានរដ្ឋាភិបាលសំទោសស្រូវចុះថ្លៃមន្ត្រីកសិកម្មមិនដឹងថាមកពីមូលហេតុអ្វីមានតែលៃសួរគ្នាតាម Facebook ថ្ងៃនេះខ្ញុំអត់បញ្ចេញមតិពីរឿងស្រូវចុះថ្លៃនេះទេខ្ញុំដកស្រង់មតិប្រជាពលរដ្ឋឲ្យបងប្អូនស្ដាប់ម្ដងថាតើប្រជាពលរដ្ឋតាមបណ្ដាញសង្គមហ្នឹងគេថ្លែងយ៉ាងម៉េចហើយខ្ញុំនឹងដកស្រង់មតិប្រជាពលរដ្ឋតាមរយៈ Facebook ផ្លូវការមួយរបស់អនុរដ្ឋលេខាធិការក្រសួងកសិកម្មនឹងឯងដែលជាអ្នកនាំពាក្យរបស់ក្រសួងកសិកម្មទៅទៀតបាទគឺលោកខឹមហ្វីណង់បាទហើយខ្ញុំស្រង់មតិពី Facebook របស់លោកខឹមហ្វីណង់នេះដោយសារតែគាត់សួរសំណួរច្រើនណាស់នៅក្នុង Facebook របស់គាត់គឺខ្ញុំម្ដងទៀតលោកខឹមហ្វីណង់គឺជាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបងប្អូនអាចទៅមើល Facebook របស់គាត់ទៅខឹមហ្វីណង់គឺខស្រៈអឹនឹងមហជើងវស្រៈអីណនឹងងបន្តក់ហើយមានភាសាអង់គ្លេសដែរប៉ុន្តែវាយតែខ្មែរហ្នឹងទៅចាញ់ហើយជា Facebook ផ្លូវការរបស់គាត់ហើយគាត់សរសេរបែបនេះថ្ងៃនេះគាត់ដាក់ថាក្រសួងកសិកម្មកំពុងតែផ្ទៀងផ្ទាត់ព័ត៌មានរឿងបែកធ្លាយថាមានអ្នកម៉ៅផ្ដាច់ទិញស្រូវតាមខេត្តសូមផ្ដល់អត្តសញ្ញាណអ្នកផ្ដាច់មុខនោះដើម្បីក្រសួងចាត់វិធានការតាមផ្លូវច្បាប់ភ្លាមហើយមានសារនយោបាយមួយបែបរាល់ដងនឹងទៀតថាក្រសួងតែងតែនៅជាមួយកសិករយើងជានិច្ចតាមពិតកម្មកសិករយើងសំណាងណាស់ដែលក្រសួងនៅជាមួយកសិករជានិច្ចតាំងពេលប្របាក់រហូតស្រូវអត់ឡើងថ្លៃនឹងក្រសួងនៅជានិច្ចអានេះដោយរឿងកំ pl ែងមួយដែលគេនិយាយថាប្រុសម្នាក់ដែលគាត់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ស្ទើរតែខ្សែជីវិតហើយទៅសម្រាប់ព្យាបាលនៅមន្ទីរពេទ្យមាននារីដែលជាគូកំណាន់របស់គាត់ហ្នឹងជានារីស្រីស្នេហ៍ហ្នឹងនៅឯបគាត់ហ្នឹងនៅគេងក្បែរក្រែហ្នឹងតាមកំដរគាត់ព្រោះស្រឡាញ់គ្នាអញ្ចឹងណាហើយបរិះនោះពេលដែលដឹងខ្លួនក៏ប្រាប់ថាអូនដឹងទេពេលគ្រោះថ្នាក់ប៊ីស្លាប់នេះកូនឯងនៅក្បែរបងដែរហើយនាងញញឹមអញ្ចឹងមែននាងញញឹមស្រស់ដោយថាពេញចិត្តនឹងបានគូសង្សារសរសើរថាខ្លួននៅជាមួយអញ្ចឹងអូនឯងមានចាំទេអាកាលឆ្កែដេញខំបងប៊ីបោកក្បាលនៅអញ្ចឹងស្លាប់ហ្នឹងគាត់អូនឯងនៅជាមួយបងដែរហើយនាងនឹងញញឹមទៀតថាត្រូវហើយអូនស្រឡាញ់អីអញ្ចឹងចឹងគិតក្នុងចិត្តអញ្ចឹងណាហើយថ្ងៃមុនហ្នឹងក៏អញ្ចឹងដែរគេបាញ់គ្នានៅផ្សារណាគ្រាប់ផ្លាតមកត្រូវកូនឯងនៅនឹងដែរតែវាត្រូវបងតែអូនឯងនៅក្បែរបងរហូតហើយនាងហ្នឹងក៏ចាប់ផ្ដើមញញឹមប្រព្រាយថានៅជាមួយបងជានិច្ចចឹងរាល់តែពេលដល់ពេលហើយបានបរោះនោះក៏បានគិតថាបងគិតទៅអូនឯងចង្រៃព្រោះអីឲ្យតែមានរឿងគ្រោះភ័យអីអូនឯងនៅជាមួយបងរហូតអានេះគឺជាគ្រឿងកំ pl ែងទេបងប្អូនខ្ញុំមិននិយាយចឹងខ្ញុំលើកទឹកចិត្តឲ្យស្ត្រីដែលជាគូកំណាន់ហ្នឹងនៅជាមួយគូស្នេហ៍ជានិច្ចទៅព្រោះតែថាយើងនៅក្បែរគ្នាយើងជួយមើលថែគ្នាក្នុងគ្រាក្រនិងគ្រាលំបាកមិនតែគ្រាមានបានទេខ្ញុំនិយាយរឿងនេះគឺដោយសារតែក្រសួងអ្នកដែលនាំពាក្យក្រសួងកសិកម្មថាក្រសួងនៅជាមួយកសិករយើងជានិច្ចហើយខ្ញុំនឹកឃើញថាតើនៅជានិច្ចនេះគឺនៅដើម្បីជួយឲ្យកសិករបានស្រូវឡើងថ្លៃឬក៏នៅឲ្យនាំចង្រៃកសិករដែរវាដូចរឿងកំ pl ែងហ្នឹងតែយ៉ាងណាបងប្អូនខ្ញុំឃើញពួកគាត់ខំដែរក្រសួងកសិកម្មមន្ត្រីគាត់ហ្នឹងឃើញចុះទៅលុយទឹកមូជើងខោឆ្លើងទៀមអីគឺមិនខ្លាចទេគឺថាចុះជាប់ជាមួយកសិករប៉ុន្តែអាបញ្ហាធំបំផុតគឺស្រូវអត់ឡើងថ្លៃអញ្ចឹងបាទឥឡូវអាប័ណ្ណចម្រៀងមួយប័ណ្ណរបស់
បងប្អូនយើងតាមបណ្ដាញសង្គមហ្នឹងឃើញថាអូអត់ផុតសោះឲ្យសក្រាផ្កាពុត្រាបងប្អូនកសិករវេទនាស្រូវចុះថោកហ្នឹងឲ្យសក្រាផ្កាកផ្លោកស្រូវចុះថោកវានៅតែថោកតាមពិតគាត់មានចម្រៀងព្រោះជាងនឹងឆ្ងាយណាស់ខ្ញុំអត់រំលងទេប៉ុន្តែពេលដែលស្ដាប់ទៅចង់ទៅសើចគាត់ថាមានកន្លែងខ្លះនោះគាត់រៀងចំអេចំអាស់អីបន្តិចដែលវាពេលខ្លះវាទៅតិចដែរប៉ុន្តែស្ដាប់ទៅដូចថាគាត់មួម៉ៅនឹងស្រូវចុះថោកណាតែយ៉ាងណាបងប្អូនឥឡូវខ្ញុំសូមអានមតិរបស់ប្រជាពលរដ្ឋនៅលើ Facebook របស់លោកអ្នកនាំពាក្យរបស់ក្រសួងកសិកម្មដែលមិនដឹងថាហេតុអីបានស្រូវចុះថោកមានអ្នកណាមកទម្លាក់ស្រូវចុះថោកគាត់ចង់រមុខអ្នកណាប្រាប់ក្រសួងផងព្រោះក្រសួងអត់ដឹងហើយបើដឹងគឺនឹងចាត់ការព្រោះអីក្រសួងនៅជាមួយប្រជាពលរដ្ឋជានិច្ចនេះគឺជាសារដូចតទៅសារទី1ដែលពេលដែលលោកខឹមហ្វីណង់ដាក់សួររឲ្យជួយប្រាប់ក្រសួងផងហ្នឹងណាឲ្យប្រកាសសាររបស់អ្នកទី1ឈ្មោះ Bochen KH គាត់និយាយអញ្ចេះហើយលោកឯកឧត្តមគិតផុសរកមនុស្សខូចមានអំណាចឲ្យពលរដ្ឋ comment ប្រាប់តាម Facebook ហ្នឹងអូព្រះអល់ឡោះហើយជួយឯកឧត្តមផងឲ្យគិតអង្គុយចុចទូរស័ព្ទចាំពលរដ្ឋប្រាប់ដាក់សញ្ញាសួរធំឲ្យសើចមានរូប emoji សើចពី3ទៀតសូបូណាក៏មិនបង្អង់ដៃដែរនៅក្នុង Facebook ហ្នឹងគឺតបទៅលោកខឹមហ្វីណង់ថាគ្មានកសិករណាហ៊ានប្រាប់អំពីភ័ស្តុតាងឬអត្តសញ្ញាណអ្នកម៉ៅផ្ដាច់ស្រូវតាមខេត្តក្រុងនៅក្នុង comment Facebook ទេបើទោះបីគេស្គាល់ក៏ដោយសួរថាប្រាប់ឲ្យមានសុវត្ថិភាពសម្រាប់ពួកគាត់អត់ហ្នឹងបើរកមិនឃើញអ្នកម៉ៅផ្ដាច់ក៏គួររកឃើញមូលហេតុដែលតម្លៃស្រូវចុះថោកដែរដែលឲ្យរកដំណោះស្រាយទៅជាអង្គុយអាន comment រកភ័ស្តុតាងពិតជាសម័យ Facebook មែនហ្នឹងសម្រាប់សូបូណាអ្នកដែលមានកណនី Facebook ឈ្មោះជុំណារ៉ែណែនោះវិញក៏មិនបងអង្គដែរប្រាប់ចេះទៅវិញថាបងប្រធានសូមជំរាបថាគ្មានអ្នកស្រុកណាទៅស្គាល់អ្នករស៊ីធំនៅទីរួមខេត្តច្បាស់ជាងអ្នកដឹកនាំនៅទីរួមខេត្តនោះទេម្ចាស់កណនី Facebook ជុំណារ៉ែនប្រហែលជាចង់ប្រាប់ទៅលោកខឹមហ្វីណង់ថាមន់នៅលើស្រូវបើមិនស៊ីស្រូវឬក៏មិនដឹងថាស្រូវនៅក្រោមគូតហ្នឹងថាធ្វើយ៉ាងម៉េចណាក្នុងពេលជាមួយគ្នាហ្នឹងក៏មានជុំណារ៉ែននោះតបទៅជុំណារ៉ែនក៏គេតសំទោសមនីឧត្តមតបទៅជុំណារ៉ែនថាគ្មានអាណាដឹងច្បាស់ជាងអ្នកនៅទីរួមខេត្តហ្នឹងគឺមនីឧត្តមថាអញ្ចេះត្រឹមត្រូវណាស់បងចំណុចមួយទៀតបើដេកចាំព័ត៌មានពីរាជសាមញ្ញវិញអញ្ចឹងសបញ្ជាក់ថាអសមត្ថភាពអញ្ចឹងកុំឲ្យខាតលុយពុនដែលបើកប្រាក់ខែលាឈប់ទៅព្រោះប្រជារាស្ត្ររវល់រកស៊ីយកប្រាក់ទៅបង់ពុនប្រហែលជាក្នុងន័យថាមនីឧត្តមហ្នឹងចង់និយាយថារាជខំរលុយឲ្យបង់ពុនទៅឲ្យប្រាក់ខែមន្ត្រីហ្នឹងយកទៅមកបម្រើរាជឥឡូវមកពឹងរាជឲ្យផ្ដាល់ខមមិនផ្ដាល់អីរអ្នកណាទម្លាក់ថ្លៃស្រូវអីវិញម៉ៅផ្ដាច់ម៉ៅអីទៅវិញតែយ៉ាងណាកណនី Facebook ឈ្មោះងិនរយ៉ាល់គាត់ថាអូយប្រៀបដូចអ្នកលក់កាហ្វេឆុងកាហ្វេឈ្ងៀមអត់ដឹងមូលហេតុអ្វីបិទហាងកាហ្វេទៅចឹងទៅធ្វើសំណង់វិញទៅជាសារឌឺដែរបើថាឆុងកាហ្វេឈ្ងៀមអត់ដឹងថាកាហ្វេមានបញ្ហាអីចឹងទៅបានន័យថាមន្ត្រីកសិកម្មអត់ដឹងរឿងកសិកម្មតើទៅធ្វើអីទៅវិញនៅក្នុងន័យហ្នឹងគាត់ចង់និយាយចឹងណាឯសៃឡាមេន Wedding Cambodia កណនីគាត់ហ្នឹងគាត់ថាអញ្ចេះអូយមិនបាច់ទៅស៊ើបរកស្អីទេបើរកទីផ្សារទៅហើយចាំរវល់អីអញ្ចឹងណាគាត់លើកទឹកចិត្តថារកទីផ្សារទៅនៅចាំរកឈ្មោះរកមនុស្សអីទៀតមានកណនី Facebook មួយទៀតគឺបង្ហាញអំពីការហួសចិត្តដែលគាត់ថាតាំងពីតូចដល់ធំទើបតែជួបរឿងស្រូវរំដួល1គីឡូ800បាទគាត់ថាអត់ដែលលឺសោះតាមពិតស្អីក៏ដោយវាធ្លាប់តែពីឡើងពីតិចមកអតិផរណាអីស្អីតម្លៃឡើងរហូតប៉ុន្តែគាត់ថាតាំងពីតូចដល់ធំឥឡូវតម្លៃស្រូវចុះ800វិញណាឯកណនី Facebook សានសុភាពវិញនិយាយថាជាគំនិតរបស់ខ្ញុំគាត់មានការដោះស្រាយច្រើនដែរហើយក្រសួងគួរតែមើលមើលគាត់ចង់ឲ្យដោះស្រាយយ៉ាងម៉េចបើចឹងទៅជួលលោកឬក៏ប្រជាពលរដ្ឋខ្មែរវិញមិនបាច់ឲ្យលុយប្រាក់ខែមន្ត្រីរាជការក្រសួងកសិកម្មនាំរវល់ទេគាត់ថាចេះជាគំនិតខ្ញុំក្រសួងដាក់កម្រិតតម្លៃឲ្យឈ្មួញទាំងអស់ទិញឲ្យត្រូវទៅនឹងក្រសួងកំណត់ទៅកុំទម្លាក់ថ្លៃខុសពីក្រសួងបើឃើញមានឈ្មួញណាចង់ស៊ីរីកាចង់ស៊ីរីកាសំទោសបើមានឈ្មួញណាចង់ស៊ីឲ្យរីកាទៅក្រសួងភ្លាមឲ្យផុសជាសាធារណៈធ្វើបែបនេះដូចជាតំណងបន្តិចសុភាពហាក់បីដូចជាមានដំណោះស្រាយគួរសមដែរឲ្យក្រសួងកំណត់តម្លៃទៅកុំឲ្យឈ្មួញស្រែកថាណាតែយ៉ាងណាស៊ូតងប៉ាវឯនេះវិញគឺមានជំរឿសរហូតដល់ទៅ5យ៉ាងឲ្យក្រសួងកសិកម្មធ្វើខ្ញុំថាគាត់គួរតែជារដ្ឋលេខាធិការក្រសួងកសិកម្មបានត្រូវគាត់ថាចេះអ្វីដែលគួរឲ្យល្អធ្វើអ្វីដែលគួរធ្វើឲ្យល្អជាងការផុសនេះគឺចេះទី1គិតគូរពីតម្លៃទីផ្សារជូនកសិករទី2ចុះអប់រំមូលដ្ឋានឲ្យបានច្រើនអំពីពូជស្រូវដែលគួរដាំហើយដាំយកផលហើយនឹងមានទីផ្សារទី3រឹតបន្តឹងទៅលើឈ្មួញវៀតណាមផងព្រោះតម្លៃស្រូវចេញពីមាត់វៀតណាមតាយើងមានស្រូវលក់យើងគួរជួយជ្រោមជ្រែងកសិករមិនមែនបិទភ្នែកបើកភ្នែកនោះទេហើយចំណុចទី4ក៏ថារដ្ឋគួរតែចូលរួមទិញពីកសិករឲ្យបានច្រើននិងផ្ដល់តម្លៃស្រូវដីសមស្របមួយ
I think តម្លៃជីប្រហែលជាគាត់ទៅសេដីតម្លៃជីពេលពលរដ្ឋចូលរួមទិញនឹងផ្ដល់តម្លៃល្អជាងឈ្មួញនោះឈ្មួញគេក៏នឹងឲ្យតម្លៃតាមនឹងដូចតែគ្នាតាចំណុចទី5លោកថាស្វែងរកទីផ្សារជូនកសិករឲ្យបានទូលំទូលាយជាងនឹងដល់ពេលលោកសុភ័ក្រសឹងឯនេះវិញក៏មិនបង្អង់ដៃតបទៅស៊ូតុងប៉ោថាអញ្ចេះចំណុចទី3ហ្នឹងគឺបញ្ហាត្រង់កសិករខ្មែរដាំពូជស្រូវវៀតណាម OM ហើយវៀតណាមមកទិញតាប្រភេទស្រូវនេះទេមិនទិញពូជស្រូវខ្មែរទេខ្ញុំធ្លាប់សួរអ្នកភូមិគាត់សុកស៊ូស្លាប់សំទោសខ្ញុំធ្លាប់សួរអ្នកភូមិគាត់សុកចិត្តស្លាប់រស់ជាមួយពូជស្រូវវៀតណាមហ្នឹងហើយព្រោះវៀតណាមឲ្យខ្ចីបុលទាំងពូជទាំងជីទាំងថ្នាំទាំងប្រេងកន្លែងខ្លះលក់ទឹកឲ្យទៀតពេលប្រមូលផលលក់ខាតឲ្យជំពាក់ឆ្លងឆ្នាំទៀតបើរដ្ឋយើងធ្វើមិនបានដូចយួនទេបញ្ហាកើតមានរាល់តែឆ្នាំហ្នឹងនេះខ្ញុំមិននិយាយរឿងយួនយកចិត្តខ្មែរមិនខ្លះទៀតផងចឹងលោកសង្ឃសុភ័ក្រដូចមានដំណោះស្រាយច្រើនជាងហ្នឹងដល់តែពេលបន្ទាប់មកទៀតពេលដែលនាំគ្នាលូជជែកគ្នាឡើងវល់ពេញ Facebook មានឈ្មោះទិញស្រូវម្នាក់ដែលល្បីតាម Facebook គួរសមដែរខ្ញុំទៅមើល Facebook របស់គាត់ឈ្មោះថាបញ្ញាហុកគាត់ថាតោះឈ្មោះកដាលគ្នាយើងសម្រាប់ទិញស្រូវសិនណាឲ្យអាអ្នកព័ត៌មានវាទិញម្ដងខ្ញុំសុំទោសខ្ញុំប្រើពាក្យអសរោះរឿងអាអ្នកព័ត៌មាននេះគឺដោយសារខ្ញុំចង់អានពាក្យរបស់ពេញរបស់បញ្ញាសុកនឹងខ្លួនឯងទេព្រោះគាត់ហាក់បីដូចជាកំពុងតែចង់ទិញស្រូវពីប្រជាពលរដ្ឋហើយស្រាប់តែមានអ្នកសារព័ត៌មានផ្សាយពីរឿងបញ្ហាស្រូវបញ្ហាអីហ្នឹងចង់ឲ្យអ្នកសារព័ត៌មានទិញស្រូវម្ដងមកយើងឈប់ទិញវិញខ្ញុំជឿថាបញ្ញាហុកអាចនឹងប្រតិកម្មរៀងជ្រុលបន្តិចដែរដឹងព្រោះអីអ្នកព័ត៌មានជួនកាលគាត់ប្រាប់ព័ត៌មានទៅរករឿងអីពួកគាត់ជាការបញ្ជឿគេថាបញ្ជោះតគោះបោះបោកទេដំណោះស្រាយមិនមែនទៅឲ្យអ្នកព័ត៌មានទិញស្រូវទេហើយយើងឈ្មោះកដាលឈប់ទិញស្រូវអីទៀតហ្នឹងចឹងយើងជាអ្នកក្លុកស្រូវអីចឹងហ៎ណាបាទតែយ៉ាងណាបងប្អូនខ្ញុំនៅចាំថាបញ្ហាស្រូវចុះថោកកាលមុនមានលោកបណ្ឌិតយ៉ងសង្គមាដែលជាមន្ត្រីខាងមើលកិច្ចការកសិកម្មហ្នឹងពេលដែលកាលគាត់កាន់នៅគណៈបកនយោបាយគាត់អត់អាចធ្វើអីបានច្រើនគាត់បានបដិញ្ញាថាចុះចូលជាមួយរដ្ឋាភិបាលដើម្បីទៅជួយដោះស្រាយបញ្ហាស្រូវកសិករអីហ្នឹងឥឡូវលោកយ៉ងសង្គមាមិនដឹងទៅណាបាត់ឲ្យឈឹងហើយស្រូវក៏នៅតែឡើងថ្លៃអត់បាននៅតែចុះចឹងតែរហូតតែយ៉ាងណាខ្ញុំជឿថាអស់លោកប្រហែលជាខំប្រឹងដែរមិនអត់ទេឃើញប្រឹងណាស់ទៅមើលគេហាក់ទំព័រ Facebook របស់កម្ពុជានិងជាទីប្រឹក្សារបស់លោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនផងហើយសហគមន៍អន្តរជាតិគេបានចាត់ការយ៉ាងចាស់ដៃហើយក៏អត់មានបងអង្គដៃដែរបណ្ដាលមកនេះគឺអត់មាននរណាសម្រាប់ដៃសោះហើយទាំងអស់គ្នាគឺដឹងថាឫសគល់នៃបញ្ហាគឺនៅប្រទេសកម្ពុជាដូច្នេះកម្ពុជាយើងคล้ายទៅជាចំណុចដ៏ក្តៅកគុកនៅលើពិភពលោកដែលគេមើលមកថាជាមជ្ឈមណ្ឌលជួញដូរឆបោកនិងអកតកម្មអនឡាញយ៉ាងកក្រើកពេញពិភពលោកកាលមុនយើងប្រកែកបានគ្រប់យ៉ាងដោយសារអីពេលគេមានរបាយការណ៍អីក៏យើងថានោះជារបាយការណ៍មើលងាយបន្ទាបបន្ថោកតម្លៃប្រទេសកម្ពុជាលៀបពណ៌គេងចំណេញនយោបាយធ្វើឲ្យចំណេញតបប្រឆាំងអីឡាក់នឹងឡាក់ដោយសារតែរដ្ឋាភិបាលគិតថាអាចនឹងធ្វើរឿងនេះដោយខ្លួនឯងមិនចាត់ការចឹងដោះសារជាជាងដោះស្រាយនិយាយការពារជាជាងនិយាយការពិតព្រោះកម្ពុជាបិទមាត់ចិត្តឈឹងបានតើតែរឿងនេះផ្ទុះចេញទៅលើឆាកអន្តរជាតិបានអន្តរជាតិជួយអន្តរាគមន៍ទៅកុំអីអត់មានរឿងដោះស្រាយបែបនេះទេហើយនិយាយទៅកម្ពុជាសប្តាហ៍ថ្ងៃអរគុណអាមេរិកមិនអរគុណអាមេរិករឿងខ្លាយទៅជាជនរងគ្រោះកុំតែមានជនជាតិអាមេរិករាប់លានអ្នកដែលខ្លាយទៅជាជនរងគ្រោះមិនរាប់លានរាប់សែនអ្នកហើយនឹងមានជនដទៃទៀតរហូតដល់អាចខ្ទង់លានអ្នកឯនោះដែលខ្លាចជាជនរងគ្រោះដោយសារតែអំពើឆបោកអនឡាញនៅកម្ពុជានឹងឯងដែលអាមេរិកចាត់ការបើកុំអាមេរិកចាត់ការក៏ប្រទេសដទៃទៀតនឹងស្ងាត់ទៅបាត់អស់ទៀតហើយដល់អញ្ចឹងទៅវាថាវាមានរឿងពីរវាជាកម្មអកុសលសម្រាប់កម្ពុជានៅក្នុងន័យថាមុខមាត់ប្រទេសជាតិយើងគឺអាប់អួរអាក្រក់នៅលើឆាកអន្តរជាតិតាក់ទងនឹងការឆបោកអនឡាញប៉ុន្តែវាជាគេហៅថាកុសលមួយគឺជាអំពើការពរជ័យមួយនៅក្នុងគ្រោះនឹងដែរពរជ័យសម្រាប់មិនមែនអ្នកដឹកនាំរដ្ឋាភិបាលកម្ពុជាទេមិនមែនក្រុមបកពួកនៃការដឹកនាំប្រទេសសប្តាហ៍ថ្ងៃគឺពរជ័យដល់ប្រជាពលរដ្ឋខ្មែរទាំង17លាននាក់ដែលបានរឿងនេះកើតឡើងទៅវាដូចបោសសម្បុកនឹងមួយក្នុងពេលមួយសារទៅព្រោះរដ្ឋាភិបាលអត់អាចដោះស្រាយអីបានទេនៅតែដោះសារការពារអញ្ចឹងដល់ពេលរឿងនេះកើតឡើងលើពិភពលោកគេចាប់ផ្ដើមដោះស្រាយទៅធ្វើឲ្យយើងសំណាងទាំងអស់គ្នាដែរអញ្ចឹងភពវាសនារបស់កម្ពុជាមិនមែនអាស្រ័យទៅលើរដ្ឋាភិបាលកម្ពុជាទេគឺអាស្រ័យដោយសារតែជនរងគ្រោះនឹងវារាយប៉ាយច្រើនពេកហើយខ្ញុំនឹកឃើញរឿងនេះដល់អារឿងដែលថារឿងឆ្មាកដោដែលមាននៅក្នុងផ្ទះមួយដែលឆ្មានៅពេលដែលកដោប្រាប់ថាម្ចាស់ផ្ទះដាក់ថ្នាំកដោសម្រាប់សត្វកដោនៅក្នុងផ្ទះអញ្ចឹងកដោមកពិតឆ្មាថាជួយមើលផងកដោកូនខ្ញុំអីអាចងាប់ដោយសារតែរឿងថ្នាំដែលម្ចាស់ផ្ទះដាក់នឹងហើយដល់ពេលហើយឆ្មាគេថាអត់មានខ្វល់អីផងព្រោះរឿងកដោរឿងឆ្មាព្រោះរឿងខុសគ្នាឯណាមួយឆ្មាមិនសូវត្រូវជាមួយកដោផងអញ្ចឹងអត់ចាត់ការរឿងនេះទេដល់តែពេលចំណេការក្រោយមកកូនកដោនឹងនាំគ្នាទៅស៊ីដែលថាថ្នាំពុលនឹងក៏ងាប់ពីពេញផ្ទះហ្នឹងក៏ធំក្លិនស្អុយរលួយពេញផ្ទះហ្នឹងម្ចាស់ផ្ទះហ្នឹងក៏នៅមិនបានហ្នឹងក៏ឆ្លោះគ្នាររឿងរហូតផ្អើលដល់ទាំងឆ្មាដល់ទាំងអីទាំងអស់អាកដោក៏ងាប់អាឆ្មាក៏លែងនៅបានសោយសុខវាយផ្អើលទាំងអស់គ្នាដូច្នេះរឿងនេះគឺគាត់តែ
ថាតកតងនឹងថាពេលស្អីក៏ដោយតែមានរឿងអីកាត់ឡើងគឺតតែថាវាមាន domino effect វាផលប៉ះពាល់អញ្ចឹងតែយើងជួយដោះស្រាយបញ្ហាមិនអាចដោះស្រាយនឹងការពាររួចខ្លួនទេតែនិយាយទៅយើងនៅស្រុកខ្មែរវាអត់មានសារព័ត៌មានឯករាជ្យអត់មានស្ថាប័នឯករាជ្យអត់មានតុលាការឯករាជ្យអត់មានប្រព័ន្ធចាត់តាំងអង្គការរដ្ឋាភិបាលដែលមានគណៈបកប្រឆាំងឯករាជ្យអង្គការសង្គមស៊ីវិលឯករាជ្យអត់មានអាចនិយាយអីបានណាដល់អញ្ចឹងតែយកតែស្កមកយកទៅសងអាចឲ្យធ្លាក់ទឹកហើយអើទៅអញ្ចឹងទៅតែនេះមកដល់ម៉ោងនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសកម្ពុជាវាហាក់បីដូចជាព្យុះស៊ូណាមីមួយមេធំដែរឬក៏ដែលថាបក់បោកនៅលើដែនផែនពណ៌សធាកម្ពុជាលៀងភាពកខ្វក់ហ្នឹងមួយសារនេះតាមមិនដឹងលៀងបានប៉ុណ្ណាទេវាអាស្រ័យទៅលើម្ចាស់ផ្ទះយើងដែរព្រោះតែមើលទៅដូចជាបើកទ្វារចំហបដាតែខ្ញុំចង់និយាយថារឿងរបស់លោកចិនស៊ីនេះគឺមិនមែនជារឿងតាក់ទងទៅលោកចិនស៊ីម្នាក់ឯងទេគឺវាជាសឡកពឹសព្រោះឲ្យអង្គការស្ថាប័នសហគ្រាសនឹងរាប់រយក្រុមហ៊ុនដែលពាក់ព័ន្ធចងសម្ព័ន្ធគ្នារកស៊ីលៀងលុយលៀងអីហ្នឹងគឺពេញស្រុកខ្មែរឥឡូវនេះយើងឃើញតាំងពីមានលោកចិនស៊ីមានដល់លោកហ៊ុនតូមានដល់លោកអ្នកអង្គញាកុកអានមានលោកលីយ៉ុងផាត់ចោះមុនទៀតមានលោកទ្រីភិបមានលោកស្អីអង្គញាមហាមន្ត្រីអេម៉ាកណូហ្នឹងតើយ៉ាងម៉េចស្ងាត់ឈឹងមកអាយុមកហើយហ្នឹងឥឡូវនេះតាមអ្វីដែលជាដីការបស់ប្រទេសសង្ហបុរីនេះតាមពិតសង្ហបុរីចេញមុនម៉ាឡេគេចេញតាមចាប់មនុស្ស34នាក់ហ្នឹងមានម៉ាឡេ7នាក់មានសង្ហបុរី27ចឹង34តតែពេលចេញហើយថ្ងៃនេះគឺរដ្ឋាភិបាលម៉ាឡេស៊ីគេចេញដីកាតាមចាប់ដែរគឺតាមចាប់7នាក់ដែលខាងរដ្ឋាភិបាលសង្ហបុរីរកឃើញថាជាជនជាតិម៉ាឡេស៊ីពាក់ព័ន្ធនឹងអំពើឆបបោកនៅឯប្រទេសកម្ពុជាយើងគឺអំពើទុករហូតដល់ប្រទេសគ្រប់គ្នាចឹងទៀតដែលមិនថាតែអំពើទុកតែប្រជាប្រដ្ឋខ្លួនឯងមុខមកខ្លួនឯងឥឡូវទៅលើឆាកអន្តរជាតិអំពើទុកទាំងអស់អំពើទុកដល់ណាទៀតកូរ៉េខាងបូងកូរ៉េខាងត្បូងប្រហែលថ្ងៃមុនទៅធនាគារកូរ៉េខាងត្បូងហ្នឹងបង្កក់សាច់ប្រាក់របស់ក្រុមធនាគារ Prince ឬក្រុមហ៊ុន Prince នៅក្នុងប្រទេសកម្ពុជាដល់ខ្ទង់លានដុល្លារហើយចក្រភពអង់គ្លេសគឺទៅបង្កក់ប្រាក់ក្រុមហ៊ុន Prince ហ្នឹងនិងអង្គការចិនស៊ីហ្នឹងដល់ទៅជាង100លានដុល្លារបង្កក់ទ្រព្យសម្បត្តិមកកណោះឥឡូវនេះគឺថ្មីនេះមានការបង្កក់ប្រាក់នៅសិង្ហបុរីតាក់ទងនឹងក្រុមហ៊ុនលោកចិនស៊ីហ្នឹងទៅទៀតគឺមានទាំងចលនាទ្រព្យមានទាំងរថយន្តមានទាំងអីផងគឺជាទឹកប្រាក់ជាង100លានដុល្លារទៀតហើយអាមេរិកនេះគឺ1000លានដុល្លារ15,000លានដុល្លារជា cryptocurrency ដែលប៉ះពាល់ដល់ជនរងគ្រោះនៅអាមេរិកដូច្នេះវាចាក់ស្រោចទាំងអស់នៅស្រុកខ្មែរហ្នឹងគឺសំដៅទៅលើតែលោកចិនស៊ីហ្នឹងមួយហើយនឹងមានហេដ្ឋារចនាសម្ព័ន្ធគាត់មកកណោអង្គការក្រុមហ៊ុនបិទសម្ព័ន្ធរបស់គាត់មកកណោហ្នឹងដែលនៅពាក់ព័ន្ធគ្នាហ្នឹងហើយបើតាមអ្វីដែលជាសេចក្តីថ្លែងការណ៍របស់ប៉ូលីសម៉ាឡេស៊ីដែលចេញផ្សាយនៅថ្ងៃនេះហ្នឹងគឺខាងម៉ាឡេគឺគេផ្ដោតទៅលើតែទាំង7នាក់ដែលជាជនជាតិម៉ាឡេទេប៉ុន្តែរឿងសង្ហបុរីគឺគាត់ផ្ដោតទាំង34នាក់ដោយទាំងសង្ហបុរី27និងម៉ាឡេ7នាក់ហ្នឹងផងប៉ុន្តែអ្វីទាំងអស់ហ្នឹងគឺសុទ្ធតែពាក់ព័ន្ធនៅប្រទេសកម្ពុជាជាអក្រិតកម្មឆ្លងដែនប៉ុន្តែមានមជ្ឈមណ្ឌលនៅចំកណ្ដាលប្រទេសកម្ពុជាហ្នឹងតែម្ដងអញ្ចឹងអ្វីគឺគេចាក់ស្រោចមកលើយើងគ្រប់គ្នាហើយបើតាមអ្វីដែលរាយការណ៍គឺទាំងម៉ាឡេស៊ីទាំងសិង្ហបុរីហ្នឹងថាអង្គការចាត់តាំងហ្នឹងមានបណ្ដាញក្រុមហ៊ុនដែលចាក់តនៅក្នុងករណីឆបោកហ្នឹងដែលគេពងស៊ើបអង្កេតហ្នឹងជាង400ក្រុមហ៊ុនឬក៏បណ្ដាញដែលច្រើនសន្ធឹកមែនតើហើយទាំងអស់ហ្នឹងមានហេដ្ឋារចនាសម្ព័ន្ធដែលជាគ្រឹះនៅឯប្រទេសកម្ពុជាខ្ញុំនិយាយទៅគឺហេតុអីបានជាអង្គើឆបោកដែលមានមជ្ឈមណ្ឌលយ៉ាងច្រើនបែបនេះហើយយើងអាចនឹងរីកស្គុះស្គាយនៅប្រទេសកម្ពុជាបានរហូតតតែគេបង្ក្រាបបានតើអាជ្ញាធរកម្ពុជាអត់បានចាត់ការអីសោះឬក៏យ៉ាងម៉េចព្រោះថាមិនមែនរឿងនេះរឿងថ្មីទេគឺអង្គការសហប្រជាជាតិក៏គេរកឃើញរាប់ឆ្នាំហើយអង្គការសិទ្ធិមនុស្សក៏រកឃើញរហូតអាមេរិកក៏បានដាក់ទណ្ឌកម្មអីជាហូរហែប៉ុន្តែវាអត់ដែលមានចំណាត់ការអីទៅតែពេលនេះហើយពេលនេះគឺទៅតែចំណាត់ការនេះមាននៅពេលដែលមានចំនួនជាមួយថៃទៀតអញ្ចឹងយើងមានចង្រៃមែនតើឆ្លោះជាមួយថៃហ្នឹងបើយើងនិយាយណាវាចង្រៃហើយគឺធ្វើឲ្យយើងមានបញ្ហាគេយកដីយើង10កន្លែងជាងដោយតាំងពីច្រកអានសេះភ្នំទ្របប្រាសាទតាមន់ធំតាមន់តូចឥឡូវដល់ច្រកដែលណែភូមិជោគជ័យភូមិព្រៃច័ន្ទអីចឹងលាក់នឹងលាក់អីចឹងឈូសឆាយដីដាក់បន្លាលុះអីចឹងអាហ្នឹងយើងបាត់ឲ្យស្លាប់តាហ៊ានយើងអស់រាប់10នាក់ហើយត្រូវគេចាប់យើងយកទៅធ្វើចំណាប់ខាង8 10នាក់ទំនាក់ទំនងយើងនឹងគឺល្អកកជាមួយគ្នាលាក់នឹងលាក់បញ្ហាសេដ្ឋកិច្ចបញ្ហាអត់ការងារធ្វើបញ្ហាអី100ចំពោះវាចង្រៃមែនហើយក៏ប៉ុន្តែក៏វាមានលទ្ធផលល្អដែរបើថាក៏មានអាបញ្ហាហ្នឹងអត់មានកក្រើករឿងនេះព្រោះអីកក្រើករឿងនេះដោយសារអីថៃគេដាក់សម្ពាធកម្ពុជាយើងខ្លាំងដែររឿងការឆបោកអនឡាញថៃគេគិតថាយើងនឹងវាហ៊ាឆបោកអនឡាញនឹងទៅដល់ប្រទេសគេទៀតហើយកន្លងមកកម្ពុជាថាអត់មានទេថៃក៏ក្រើកពេញផ្ទៃប្រទេសមកចោតកម្ពុជាអីចឹងយើងនិយាយទៅគឺយើងដោះសារបានរហូតដែរកាលនោះសមកម្ពុជាចង់និយាយថាថៃទម្លាក់កំហុសលើយើងគឺយើងឆ្លើយសមមែនតើតែដល់ពេលគេចាប់ផ្ដើមថាមានមជ្ឈមណ្ឌលឆបោកនៅប៉ោយប៉ែតនៅអូស្មាច់នៅអីតាក់តងនឹងអុកញ៉ាមកកណោក៏ដឹកអីទៅហើយចាប់ផ្ដើមរករឿងអ្នកអុកញ៉ាកុកអានចាប់ផ្ដើមរករឿងអុកញ៉ាលីយ៉ុងផាត់ដកសញ្ជាតិដកអីទៅឃើញវារៀលដាលមកទាំងអស់ទៅវានៅលើគោកទាំងអស់ដល់អញ្ចឹងទៅអានឹងវាខ្លាយទៅជាការពិតហើយថៃគេបង្ខំយើងឲ្យ
ព្រមកិច្ចសន្យានិងកិច្ចព្រមព្រៀងមួយដែលមាន4លក្ខខណ្ឌនៅក្នុងហ្នឹងលក្ខខណ្ឌមួយគឺប្រយុទ្ធប្រឆាំងការជួញដូរឆបបោកអនឡាញនឹងដែរហើយតែយើងក៏ព្រមតាមលក្ខខណ្ឌហ្នឹងឥឡូវទទួលស្គាល់ថាវាពិតជាមានអញ្ចឹងហើយត្រូវសហការហើយមិនធ្វើសហការជាមួយថៃទេឥឡូវលោកហ៊ុនម៉ាណែតបានបោះដៃដល់ទៅ FBI ទៀតពីមុនមកដែលបានបោះដៃទៅ FBI ឯណាលោកហើយកុំថាឡើយដល់បោះដៃទៅឲ្យ FBI ទទួលស្គាល់តែការពិតថាខ្លួនយើងមានបញ្ហាហ្នឹងអត់ផងព្រោះអីដើម្បីការពារអង្គការទាំងអស់នោះដែលជាហឹបប្រាក់ដើម្បីជួយគណៈបកប្រជាជនកម្ពុជាជួយរដ្ឋាភិបាលដើម្បីឲ្យមានលទ្ធភាពបង្ក្រាបប្រជាពលរដ្ឋអីហូហែមកដល់ពេលឥឡូវវានៅលើគោកពេកហើយប្រជាពលរដ្ឋក៏ឃើញមុខមាត់យើងក៏លំបាកបញ្ហាជាមួយថៃសម្ពាធគ្រប់បែបយ៉ាងក៏មានការប្រែប្រួលវាជាផលល្អសម្រាប់កម្ពុជាដែរប្រជាពលរដ្ឋ14 17លាននាក់ក៏អាចថាជាភ័ព្វព្រេងវាសនាមួយដែលដល់ដំណាក់កាលដែលតលតែទុំជោអញ្ចឹងទៅវាអត់មានខាងក្នុងដែលចាត់ការបានតែឥឡូវពឹងអ្នកខាងក្រៅទៅវិញឥឡូវនេះគឺគេចាត់ការតាមដំណើរប៉ុន្តែមកដល់ម៉ោងនេះយើងអត់ដឹងថាតើរដ្ឋាភិបាលចាត់ការអង្គការចិនស៊ីនឹងយ៉ាងម៉េចទេអត់ចាត់ការលោកលីយ៉ុងផាត់នឹងយ៉ាងម៉េចទេព្រោះអីថៃគេដកសញ្ជាតិលោកលីយ៉ុងផាត់ហើយចេញដោយការតាមចាប់អ្នកអង្គការកុកអានហើយនឹងកូនគាត់ហើយនឹងមានលោកចិនស៊ីនេះក៏អាមេរិកដាក់ទណ្ឌកម្មចេញដោយការដើម្បីចាប់ខ្លួនឲ្យតែចូលដល់ទឹកដីអាមេរិកចាប់ខ្លួនគាត់ថាអាមេរិកអត់បានចេញដោយការសម្រាប់គេហៅថានិវេសក្រហមអីឲ្យកម្ពុជាសហការនៅឡើយទេព្រោះអីបើចេញនិវេសក្រហមឲ្យចាប់លោកចិនស៊ីក៏ហាក់បីដូចជាមិនបានប្រយោជន៍អីដែរព្រោះអីអាមេរិកនិងកម្ពុជាអត់មានបច្ចាប័នអត់មានកិច្ចព្រមព្រៀងប្រជាប័ណ្ណនៅក្នុងការបញ្ជូនអ្នកទោសទៅវិញទៅមកអញ្ចឹងទេដូច្នេះយល់ល្អគឺឲ្យកម្ពុជាចាត់ការខ្លួនឯងទៅហើយ FBI អាចចូលទៅសហការជាមួយប្រទេសកម្ពុជានេះហើយដែលធ្វើឲ្យលោកហ៊ុនម៉ាណែតចាប់ផ្ដើមបង្ហាញសារថាបានជជែកជាមួយមេ FBI លោក Kash Patel តាក់ទងជាមួយនឹងកិច្ចសហប្រតិបត្តិការដែលខ្ញុំបានផ្សាយពីម្សិលមិញហើយថានេះគឺជារឿងល្អសម្រាប់ប្រជាពលរដ្ឋខ្មែរប៉ុន្តែជារឿងអាក្រក់សម្រាប់ក្រុមដែលថាគ្រប់គ្រងប្រទេសនៅក្នុងការកាងក្រុមក្រិតជនឬក៏ជនសង្ស័យដែលធ្វើឲ្យខូចមុខមាត់ប្រទេសនឹងយូរឆ្នាំពេកហើយដល់ពេលអញ្ចឹងកំបិតចិត្តដងណាបានន័យថាចង់ឲ្យប្រទេសកម្ពុជាមានមុខមាត់នឹងគេលើឆាកអន្តរជាតិស្ដារឡើងវិញប៉ុន្តែវាទៅជាការសម្លាប់អ្នកដែលធ្លាប់ផ្ដល់ហិរញ្ញវត្ថុដែលធ្លាប់ជួយគណៈបកកណ្ដាលអំណាចអីហ្នឹងក្រុមបកពួកហ្នឹងមកយកមកហើយហ្នឹងតើទៅរំលើងឬគល់ហ្នឹងយ៉ាងម៉េចព្រោះវាជាសម្លកពឹសវាអាចពាក់ព័ន្ធមនុស្សគ្រប់គ្នានៅក្នុងជួរច្រើនគ្នាមិនមែនគ្រប់គ្នាទេនៅក្នុងជួររដ្ឋាភិបាលដោយអ្វីដែលរដ្ឋាភិបាលអាមេរិកដាក់មកហើយនឹងសេចក្តីព្រាងច្បាប់របស់តំណាងរាស្ត្រពីររូបនៅរដ្ឋ Texas ដែលចង់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាមានដោយទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសសុខាដែលទោះបីជាអ្នកនាំពាក្យអះអាងទាត់ចោលព័ត៌មាននឹងច្រើនលើកច្រើនគ្រាថាលោកសសុខាមិនពាក់ព័ន្ធប៉ុន្តែមន្ត្រីនៅក្នុងជួរគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលសពថ្ងៃសុទ្ធតែមន្ត្រីក្រាក់ពាក់ផ្កាយហ្នឹងគឺមានឈ្មោះនៅក្នុងនឹងឡើងមកកណោហើយតើយើងទៅដោះស្រាយយ៉ាងម៉េចដើម្បីរំលាយឬគល់ឥឡូវនេះអ្វីដែលប្រជាពលរដ្ឋចាំមើលហ្នឹងថាតើកាលរដ្ឋាភិបាលចាត់ការលោកចិនស៊ីដែលឬក៏លោកលីយ៉ុងផាត់អីចឹងតែបើតាមមើលប្រជាពលរដ្ឋខ្មែរថាវាពិបាកនឹងសង្ឃឹមដែរដោយសារអីរដ្ឋាភិបាលកម្ពុជាមានល្បិចកលច្រើនដែរបើយើងមើលដោយលើករណីលោកលឹមកំយ៉ាអញ្ចឹងនៅពេលដែលប្រទេសថៃគេចាប់ផ្ដើមវែកមុខរកឃើញថាមានលីរតនៈរស្មីដែលជាជនដៃដល់ផ្ដល់ហិរញ្ញវត្ថុឲ្យភៀណយដើម្បីបាញ់សម្លាប់លោកលឹមកំយ៉ានៅឯទីក្រុងបាងកកគេមានភ័ស្តុតាងគេមានស្អីសពបែបយ៉ាងហើយដែលលោកលីរតនៈរស្មីហ្នឹងដែលកាលពីមុនជាសកម្មជនគណៈបកប្រឆាំងហើយផ្ដាច់ខ្លួនចូលគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលយូរហើយមានទូនីតិមានជាទីប្រឹក្សាជាអីសមាជិកគណៈបកកណ្ដាលអំណាច